សម្ដេចកតេប្រិទ្ធបណ្ឌិតបូរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញថ្វាយទៀនធូបការភ្ញីនិងគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គជ័យព្រះអង្គចោមនិងរូបសំណាកលោកយាយទេពដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើននិងសុខសន្តិភាពជនជាតិមាតុភូមិកម្ពុជាក្នុងឱកាសនៃពិធីបួងសួងនេះសម្ដេចកតេប្រិទ្ធបណ្ឌិតបូរ៉ានីហ៊ុនសែនសូមឧទ្ទិសកុសលជូនដល់វីរៈយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិនិងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គដល់ដូនតាបុព្វបុរសខ្មែរមេតបខ្មែរដែលបានពលីសាច់ស្រស់ឈាមស្រស់ការពារបរណភាពទឹកដីបន្សល់ទុកឲ្យកូនចៅរហូតមកដល់បច្ចុប្បន្នសម្ដេចបានបួងសួងសំដួងប្រលឹងដូនតាខ្មែរបន្តអភិបាលក្រុងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឲ្យបានសុខសប្បាយរីកចម្រើនជារៀងដរាបសូមបារមីព្រះអង្គជ័យព្រះអង្គចោមនិងលោកយាយទេពព្រមទាំងទស្សបារមីវត្ថុស័ក្តិសិទ្ធិសូមប្រសិទ្ធពរជ័យតាមជួយបីបាច់ក្រុមថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធវីរៈកងទ័ពវីរៈនគរបាលនិងប្រជាជនកម្ពុជានៅទូទាំងប្រទេស